នៅក្នុងប្រទេសកម្ពុជាយើងតែងតែឮអគារការិយាល័យប្រភេទ A ប្រភេទ B ប្រភេទ C ប៉ុន្តែការពិតទៅគឺមិនមានស្តង់ដារជាក់លាក់ពិតប្រាកដណាមួយចំពោះអគារប្រភេទការិយាល័យទាំងនោះទេជាមួយនឹងបទពិសោធន៍រយៈពេល15ឆ្នាំនៅក្នុងវិស័យនេះខ្ញុំប្រើប្រាស់ស្តង់ដារអន្តរជាតិរួមបញ្ចូលជាមួយនឹងអ្វីដែលកើតឡើងពិតប្រាកដនៅក្នុងប្រទេសកម្ពុជានាងខ្ញុំនឹងធ្វើការបែងចែកយ៉ាងសាមញ្ញចំពោះកម្រិតប្រភេទអគារការិយាល័យប្រភេទ A ប្រភេទ B ប្រភេទ C ដូចខាងក្រោមចំពោះអគារការិយាល័យប្រភេទ C ប្លង់បាតទៅតាមជាន់នីមួយៗគឺមានទំហំតូចប្រមាណជា400ម៉ែត្រការ៉េទំហំសំណង់សរុបគឺមិនលើសពី5000ម៉ែត្រការ៉េប្រព័ន្ធការពារសុវត្ថិភាពអគ្គិភ័យនិងចំនួនចំណតគឺមានកំណត់មិនមានអ្នកគ្រប់គ្រងច្បាស់លាស់ក្នុងការគ្រប់គ្រងអគារចំពោះអគារការិយាល័យកម្រិត B គឺមានការរចនាខាងក្រៅស្រស់ស្អាតទំហំប្លង់បាតអគារទៀតសោតគឺមានទំហំធំប្រមាណជា1000ម៉ែត្រការ៉េអគារត្រូវបានសាងសង់ឡើងនៅក្នុងគុណភាពដ៏ល្អដោយមានប្រព័ន្ធការពារសំឡេងនិងពន្លឺផ្ដល់ជូន Racing Floor អគារគឺមានប្រព័ន្ធការពារសុវត្ថិភាពអគ្គិភ័យទៅតាមស្តង់ដារនិងមានអ្នកជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងអគារទាំងមូលតែម្ដងដោយឡែកចំពោះអគារការិយាល័យកម្រិត A គឺមានទីតាំងនៅកណ្ដាលក្រុងនិងមានការរចនានិងសាងសង់ដ៏លេចធ្លោមានប្រព័ន្ធការពារសុវត្ថិភាពអគ្គិភ័យទៅតាមស្តង់ដារតម្រូវការពេញលេញនិងមានម៉ាស៊ីនភ្លើង backup 100% នៅក្នុងអគារទាំងមូលតែម្ដងអគារត្រូវបានបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់បែប Centralize នេះមានន័យថាប្រព័ន្ធនឹងធ្វើការផ្លាស់ប្ដូរកម្ដៅទៅតាមអាកាសធាតុដោយខ្លួនឯងមិនថាចំណតមិនថាការចេញចូលអគារមិនថាការគ្រប់គ្រងអគារគឺប្រកបទៅដោយស្តង់ដារគុណភាពហើយនិងប្រសិទ្ធភាពដូច្នេះហើយភាពខុសប្លែករវាងប្រភេទអគារនីមួយៗគឺពិតជាសំខាន់ដោយសារម្ចាស់អាជីវកម្មនឹងទៅជ្រើសរើសប្រភេទអគារដែលត្រូវជាមួយនឹងតម្រូវការសម្រាប់ភាពរីកចម្រើននៃអាជីវកម្មរបស់ពួកគាត់